Hello សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនឹងរឿងគំនុំទេវតាថាសនៅភាគ458បន្តទៀតមួយថ្ងៃគឺខ្ញុំសម្រេចបានត្រឹមតែមួយភាគនេះទេដោយសារតែធ្វើអត់ទាន់ចឹងអត់បានបងប្រុសរបស់ថានចិនក៏បានចូលរងចាំគាត់នៅកន្លែងមួយនៅក្នុងទឹកដីនៃដែនដីមេឃីទី7ដោយបញ្ជាប្រាប់ទៀតថាអធិរាជនៃដែនដីទាំង9ត្រូវបានពួកគេនឹងសម្លាប់ចោលអស់ហើយអញ្ចឹងតែពួកយើងនឹងធ្វើដំណើរទៅកាន់ដែនដីទេវតាហ៊ីនឌិនបន្ទាប់ទៀតតែត្រូវដែរឬក៏អត់តែថានចានប្រាប់ថាពួកយើងគួរតែធ្វើដំណើរទៅកាន់ដែនដីនៃមេឃីទាំង5ដែលនៅសេសសល់ជាមុនសិនទៅបន្ទាប់មកក៏ធ្វើដំណើរបន្តទៅកាន់ដែនដីទេវតាហ៊ីនឌិនតែម្ដងដោយសារតែថានចាននឹងត្រូវការស្វែងរកនៅក្របពូជភ្លើងដើម្បីជំរុញនៅការបង្កើតរបស់គាត់អញ្ចឹងទៅចាំវិធីជាងបញ្ញាចាក់ចែងទៅតែម្ដងព្រោះថាដំណើររៀងវិញឆ្ងាយដែរយើងងាកមកមើលក្រុមរបស់ឈិនយិនឌូវិញម្ដងអញ្ចឹងទៅក៏សិវសាក៏បានរអ៊ូរទាំទៅកាន់លីងអឺទៀតថាគឺអូននោះទេដែលជាអ្នកសួរបងនោះនេះក៏បានមើលមកហើយសឡក់ស្លែតតែម្ដងថែមទាំងទាត់មួយជើងទៀតបងប្រុសរបស់ឈិនយិនឌូក៏បានសួរទៅកាន់បងស្រីរបស់ខ្លួនតកតងទៅនឹងធនធាននៃការវឹកហាត់នៃដែនដីមេឃីទី7គឺវាមានច្រើនខ្លាំងមែនទែនធ្លាក់ចូលទៅក្នុងដៃពួកគេអស់ហើយហេតុអីក៏បងស្រីមិនសប្បាយចិត្តអញ្ចឹងនាងក៏បានសម្លឹងមើលមុខវាធ្វើវានឹងផិតភ័យខ្លាំងណាស់ហេតុអីក៏បងស្រីមើលមុខខ្ញុំបែបហ្នឹងនាងក៏ចាប់ផ្ដើមកើតដើរចុះឡើងមើលមុខរបស់អ្នកទាំង4គិតថាពួកគេនឹងដូចជាមានអ្វីលាក់បាំងពួកគេក៏បានប្រកែកយ៉ាងលឿនថាអត់ទេលីងអឺនឹងក៏ចូលទៅលួងលោមប្រហែលជាបងស្រីគឺច្រើនពេកហើយពួកគេមិនមានអ្វីលាក់បាំងនោះទេនេះឆ្ងល់ត្រង់ថាពួកគេមិនបានប្រឹងប្រែងអ្វីទៅសោះក៏អាចទទួលនៅធនធាននៃដែនដីមេឃីទី7បានមកទាំងអស់វាដូចជាងាយស្រួលខ្លាំងពេកដូចជាមិនការពិតទៅសោះដូចជាមានការរៀបចំទុកជាមុនសម្រាប់ពួកគេឲ្យទៅយកអញ្ចឹងពួកគេក៏បានមើលមុខគ្នាព្យាយាមកិច្ចវេះមិនហ៊ាននិយាយការពិតសិរសាក៏តទៅវិញទៀតថាតិចលោនាងគិតថាពួកយើងមិនមានសុវត្ថិភាពទៅនោះខណៈពេលនោះដែរមេក៏មានរំជួលយ៉ាងខ្លាំងថែមទាំងមានរន្ទះពណ៌ស្វាយថែមទៀតនេះគឺជាដង្ហើមទេពដែលវាខ្លាំងណាស់ដោយតាមពិតទៅគឺមាននៅកញ្ចាម្នាក់បន្ទាប់ពីទទួលនៅដំណឹងនៃការស្លាប់របស់លីងជីនហើយនោះវាប្រកាសជាមកទីនេះមិនខាននោះទេអញ្ចឹងពួកគេក៏បញ្ញាប់ចាក់ចេញពីដែនដីមេឃីទី7នេះយ៉ាងលឿនបរិះជើងខ្លាំងម្នាក់ក៏បានបង្ហាញខ្លួននៅលើអាកាសហើយនេះសមត្ថភាពមិនខ្សោយនោះទេអាចវាយជាមួយនឹងឋានយ៉ានបានវាក៏បានលើកនឹងម្រាមដៃពីបន្តិចបង្កើតទៅជាក្បួនមួយនេះក៏ឲ្យឈ្មោះថាក្បួនឈាមបញ្ច្រាស់គឺជាក្បួនបង្វិលពេលវេលាវាក៏បានបញ្ចេញនៅដុំចំនួន6បញ្ជូនទៅហើយក៏បានទាញមកវិញក៏បានឃើញដាននៃរូបភាពតែលីងជីនហើយនឹងគឺជាកំពុងតែជជែកគ្នាដែលនាមបញ្ជាក់ទៅកាន់លីងជីនទីថាបើសិនជាឯងមិនអាចសម្លាប់នៅចង្រៃឋានយ៉ាននោះបានឯងមិនចាំបាច់ត្រឡប់មកកាន់ដែនដីមេឃីទី7វិញនោះទេវាក៏តទៅវិញទៀតថាវាយល់ព្រមវាហ៊ានលះបង់នៅតំណែងជាអធិរាជនៃដែនដីមេឃីទី7នេះទៅឲ្យនាងថែមទៀតឲ្យតែវាបាននៅក្បែរនាងគឺធ្វើឲ្យជើងខ្លាំងម្នាក់នោះក៏គិតថាលីងជីនពិតជាអត់ប្រយោជន៍មែនទែនងប់នឹងស្រីហើយធ្វើដំណើរទៅកាន់ដែនដីរបស់អ្នកដតីថែមទៀតអញ្ចឹងវាមានការខឹងសម្បាជាមួយនឹងមនុស្សរបស់ទេវតាហ៊ីនឌិនអញ្ចឹងគឺយិនគឺជាមនុស្សរបស់ទេវតាហ៊ីនឌិនហើយលីនជីនគឺជាមនុស្សរបស់ទេវតាស៊ីយ៉ានអញ្ចឹងទេវតាទាំងពីរកំពុងតែឆ្លោះប្រកែកគ្នាហើយវានឹងទៅឲ្យទេវតាហ៊ីនឌិនដោះស្រាយនៅបញ្ហាមួយនេះរោគហេតុរោគផលនៃការស្លាប់របស់លីនជីនថែមទៀតពីមួយឋានយ៉ានទីបំផុតក៏បានធ្វើដំណើរមកកាន់ដែនដីទេវតាហ៊ីនឌិនក៏ប៉ុន្តែពួកគេមិនបានចូលទៅលេងដែនដីទេវតាហុងមឹងនោះទេតែគណៈថារំលងមួយដែនដីហើយឥឡូវពួកគេក៏មិនទទួលបាននៅធនធាននៃការវឹកហាត់អ្វីទាំងអស់ហើយធនធាននៃការវឹកហាត់ដែលមានច្រើនជាងគេបំផុតនោះគឺស្ថិតនៅក្នុងដែនដីមេឃីទី7ក៏ប៉ុន្តែពួកគេគឺបកគោលទៅឲ្យឈិនយិនរូអស់ហើយបើសិនជាធ្វើការប្រៀបធៀបដែនដីទេវតាហ៊ីនឌិនជាមួយនឹងដែនដីមេឃីទី7នៅទីនេះគឺមិនមានអ្វីអាចប្រៀបផ្ទឹមជាមួយនឹងដែនដីមេឃីទី7បាននោះទេហើយក៏គ្មានអ្វីដែលអាចជំរុញឲ្យពួកគេឡើងទៅកាន់ដែនដីបន្ទាប់ឬក៏ការវឹកហាត់បន្ទាប់ទៀតនោះដែរគាត់ខូចចិត្តខ្លាំងណាស់មិនដឹងថាគួររកកន្លែងណាដើម្បីយំនោះទេថាអញ្ចឹងក៏តទៅវិញទៀតថាឯងដូចជាមើលស្រាលអាកញ្ចាហ៊ីនឌិននិងស៊ីយ៉ានពេកហើយវាក៏ចាប់ដើមកើតសម្ដីរបស់ថាអញ្ចឹងពិតជាត្រឹមត្រូវមួយយ៉ាងដែរកញ្ចាទាំងពីរនេះគឺជាអ្នកគ្រប់គ្រងដែលធំជាងគេបំផុតមិនត្រឹមតែប៉ុណ្ណឹងគឺមាននៅលំហឯករាជ្យមួយដែលដលែងហើយមានការគោរពដែលដលែងផ្សេងគ្នាថែមទៀតបើសិនជាធ្វើការរួមបញ្ចូលនៅលំហទាំងអស់សំដៅទៅលើដែនដីនីមួយៗបាទបញ្ចូលគ្នាគឺវាមានទំហំធំជាងដែនដីមេឃីទី9ទៅទៀតហើយនៅក្នុងនោះគឺមាននៅបកកាងស៊ីនរួមជាមួយនឹងកន្លែងរបស់ទេវតាហ៊ីនឌិននិងរបស់ទេវតាស៊ីយ៉ានរួមជាមួយនឹងបកកុងជីជាងបើសិនជារួមបញ្ចូលនឹងកន្លែងទាំងអស់នោះប្រកបជាមាននៅវត្ថុទប់ហើយនឹងកំណត់មានតម្លៃជាច្រើនថាអញ្ចឹងក៏តទៅវិញទៀតថាចំពោះលំហនីមួយៗឬក៏លំហឯករាជ្យគឺវាងាយស្រួលក្នុងការគ្រប់គ្រងនោះទេក៏ប៉ុន្តែបញ្ហាពេលនេះដែរគឺយុទ្ធសាស្ត្រនៃលំហ
សមយុទ្ធអាចជាវាតូចចង្អៀតពេកកន្លែងនេះក៏ខ្ញុំអត់ទាន់យល់ច្បាស់នោះដែរអាចជារងចាំវគ្គក្រោយខ្ញុំនឹងធ្វើការបកស្រាយទាក់ទងទៅនឹងពាក្យលំហទាំងអស់នោះទៀតម្ដងទៀតបងប្រុសរបស់ថានចាស់នឹងគិតថាអាចចង្រៃហ៊ីនឌិននិងស៊ីយ៉ានឹងគឺជាមនុស្សដែលល្ងីល្ងើខ្លាំងមែនទែនវាអត់យកដែនដីមេឃាទាំង9មកធ្វើជាគំរូដើម្បីគិតពិចារណានោះទេដើម្បីការពារពួកគេបាទកុំឲ្យជ្រៀតជ្រែកចូលមកកាន់ដែនដីរបស់ខ្លួនលក្ខណៈមកកាន់កន្លែងនេះដូចជាធូររលុងខ្លាំងមែនទែនឲ្យពួកគេចេញចូលបានយ៉ាងសេរីថានចឹងក៏បានកើតទៅកាន់ឈិនយិនរូមិនដឹងថាពេលនេះនាងយ៉ាងម៉េចហើយនោះទេពលប្រកបនឹងក៏ព្យាយាមលួងលោមថានចឹងកុំឲ្យបារម្ភច្រើនពេកឈិនយិនរូមនុស្សដែលបានជួបជាមួយនឹងឈិនយិនរូពេលនេះត្រូវពួកគេនឹងសម្លាប់ចោលអស់ហើយចំពោះដានរបស់ពួកគេក៏ថានចឹងប្រើប្រាស់នៅភ្លើងទេវតាហុងមឹងនឹងបំផ្លាញចោលថែមទៀតហើយថានចឹងក៏បានរកឃើញនៅកូនសិស្សស្រីម្នាក់ជាសិស្សផ្ទាល់ខ្លួនរបស់គាត់ហើយថានចឹងក៏បានខំខេងនឹងការចងចាំរបស់នាងផងដែរថែមទាំងបានលុបចោលនៅការចងចាំរបស់អ្នកដទៃថែមទៀតនេះទោះបីជាស្ដេចមេឃីកញ្ចាស់នោះមកដល់ក៏ពួកគេក៏មិនអាចរកនៃដានរបស់ពួកគេទាំងពីរក្រុមនោះបានដែរគឺក្រុមរបស់ថានចាននៅនឹងឈិនយិនរូនឹងឯងអញ្ចឹងថានចានគឺមាត់ចត់ខ្លាំងមែនទែនក្នុងការរៀបចំថានចានក៏គិតថាបែបនេះក៏រៀងធូរស្រាលឡើងវិញពួកគេបន្តដំណើរទៅមុខក៏បានជួបជាមួយនឹងរូបសំណាករបស់ទេវតាហ៊ីនឌិនទេវតាហ៊ីនឌិនគឺមានអាសញ្ញាប្រច័ណ្ឌមកចន្ទិតនឹងនៅលើក្បាលថានចានគ្រាន់តែឃើញរូបរបស់វាភ្លាមនឹងខឹងជាខ្លាំងក៏បានស្រែកហៅនៅឈ្មោះមួយទៀតគឺឆាងស៊ីនឈួនហ្វឹងខ្ញុំមិនដឹងថាជាបកឬក៏ជានរណានោះទេពលប្របុគ្គលនោះក៏បានលើកដើរបញ្ចេញនៅធម្មពលបន្តិចកម្ពុជាឆ្វាយបំផ្លាញនៅរូបសំណាកនោះចោលភ្លាមៗតែម្ដងនេះគ្រាន់តែជាការបញ្ចេញកំហឹងបន្តិចតែប៉ុណ្ណោះខណៈពេលនោះក៏លេចចេញនៅកងទ័ពមួយហ្វូងធំក៏សួរបញ្ជាក់ទៅកាន់អ្នកទាំងពីរទៅពួកអញគឺជានរណាហេតុអីក៏ហ៊ានបំផ្លាញនៅរូបសំណាកនៃទេវតាកំពូលហ៊ីនឌីនរបស់ពួកយើងអញ្ចឹងពលប្របុគ្គលក៏តទៅវិញទៀតថាគ្រាន់តែជារូបសំណាកបាក់បែកមួយតែប៉ុណ្ណោះម្ចាស់ដើមគឺសំដៅលើទៅលើទេវតាហ៊ីនឌីនមុននឹងក្រោយវានឹងត្រូវស្លាប់ដដែលនោះទេធ្វើឲ្យមេតមអ្នកនោះខឹងសម្បាជាខ្លាំងក៏បានបញ្ជានៅកងទ័ពរបស់ខ្លួនឲ្យទៅសម្លាប់អ្នកទាំងពីរគ្រាន់តែចូលទៅបានប្រមាណជំហានថានចានលើកជើងជន់ដីបន្តិចបំផ្លាញនៅរាងកាយនឹងព្រលឹងចោលក្នុងពេលនោះមួយរំពេចមេតមអ្នកនោះក៏បានចូលទៅទទួលដោយម្នាក់ខ្លួនឯងពលវត្តថានចានក៏បានចូលទៅទប់ទល់ចាប់បំបោកដូចជាកង្កែបអញ្ចឹងដូចជាគ្មានអ្វីអស្ចារ្យផងវាក៏បានសួរបញ្ជាក់តែពួកឯងគឺជានរណាទៅហ៊ានមកបង្កបញ្ហានៅក្នុងដែនដីទេវតាហ៊ីនឌីនរបស់ពួកយើងតែពេលនោះក៏បានលេចចេញនៅជាងខ្លាំងម្នាក់ទៀតគឺជាអាតរិយដែលគ្រប់គ្រងនៅទីក្រុងទេវតាហ៊ីនឌីនមួយនេះអញ្ចឹងទីក្រុងនេះអាចជាអញ្ញាញ៉ៃបន្តិចគឺមាននៅបាក់ពីរនៅក្នុងហ្នឹងហើយមាននៅកន្លែងរបស់ទេវតាហ៊ីនឌីនផងទេវតាស៊ីយ៉ានផងហើយមាននៅអតរិយដែលគ្រប់គ្រងនៅដែនដីនីមួយៗក្នុងនោះគ្រាន់តែថាអតរិយដែលគ្រប់គ្រងនៅដែនដីទេវតាហ៊ីនឌីនឬក៏ទេវតាស៊ីយ៉ានក៏នៅតែទាបជាងទេវតាហ៊ីនឌីននៅនឹងស៊ីយ៉ានដដែលនោះទេមេធំនេះនោះក៏បានសូមឲ្យអតរិយនៃដែនដីទេវតាហ៊ីនឌីនរបស់ខ្លួននឹងជួយវាផងថានចាន់ក៏តទៅវិញទៀតថាឯងមិនអាចវាមិនអាចជួយខ្លួនឯងផងតើវាអាចជួយឯងដោយរបៀបណាទៅបាទដែលយើងធំធ្លាក់ពីលើមេឃឆ្ពោះទៅរកពួកគេថានចាន់ហក់ទៅមកខាងលើកនឹងព្រាមដៃពីររំលាយនៅបាតដៃនោះចោលភ្លាមគឺចាស់នោះក៏បានបង្ហាញខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំងថានចាន់បញ្ចេញនូវសម្ពាធសង្កត់រាងកាយរបស់វាខ្ទប់ទៅនឹងដីឈាមក៏អួតចេញពីមាត់ប៉ុនប្របុគ្គលក៏បានសម្លាប់នៅមេតមម្នាក់នោះចោលក៏បានឆ្ពោះទៅរកកញ្ចាស់នោះជំនួសវិញថានចឹងក៏បានបើកភ្នែកទេវតាហុងមឹងដើម្បីសណ្ដំវាហើយក៏សួរទៀតថាលោកគឺជាមេបកកាំងស៊ីនមែនទេវាក៏តទៅវិញទៀតថាអត់ទេពលប្របុគ្គលក៏មានការសង្ស័យហេតុអីក៏មេបកកាំងស៊ីនមិនស្ថិតនៅក្នុងទីក្រុងទេវតាហ៊ីនឌីនអញ្ចឹងថានចឹងក៏សួរបញ្ជាក់ថាវានៅណាវាក៏បញ្ជាក់ប្រាប់ទៀតថាគឺនៅឯទីក្រុងទេវតាកាំងស៊ីនអញ្ចឹងមានទីក្រុងទេវតាមួយទៀតគេហៅថាទីក្រុងទេវតាកាំងស៊ីននៅជាចម្ងាយ15,000 លានម៉ែលទៅទិសខាងកើតម៉ែឆ្ងាយខ្លាំងមែនទែនតើមកថានចឹងក៏បានបញ្ជាឲ្យវានឹងរំលាយនៅព្រលឹងនៅរាងកាយនឹងការចងចាំរបស់ខ្លួនចោលទាំងអស់ដើម្បីបំបត្តិភ័ស្តុតាងថានចឹងក៏បានបញ្ចេញនៅយីងហើយនិងស៊ូប៊ីងហើយគាត់នឹងធ្វើដំណើរទៅកាន់ទីក្រុងទេវតាកាំងស៊ីនហើយបកលនៅទីក្រុងទេវតាហ៊ីនឌីននេះទៅឲ្យអ្នកទាំងពីរដើម្បីគ្រប់គ្រងយើងមានការបារម្ភខ្លាំងពេកដោយសារតែទីនោះគឺមាននៅជើងខ្លាំងជាច្រើនរូបទៀតយើងក៏ឲ្យថានចាននឹងប្រយ័ត្នប្រយែងខ្លួនផងនេះវាក៏បានសារសងគ្នាបន្តិចទៅពលប្រកបនឹងក៏បានចូលមកកាត់ចង្វាក់បំផ្លាញអារម្មណ៍ពួកគេអស់ក៏និយាយទីថាកុំជាពេលវេលាច្រើនពេកបញ្ញាប់ទៅក្រុងទេវតាកាំងស៊ីនលឿនទៅក៏ត្រូវថានចានធាក់មួយជើងចំកណ្ដាលកាប៉េះគោតហើយគាត់ក៏បានចាក់ចែងទៅមុនពលប្រថានចានក៏បញ្ជាក់ទៅកាន់អ្នកទាំងពីរទៀតថាកុំបារម្ភឲ្យមានខ្ញុំនាទីនេះហើយជាងបានតាមតែកវីក្បាលជាមួយនឹងភាពអំនួតរបស់វាតែប៉ុណ្ណោះអ្នកទាំងពីរក៏បានមកដល់នៅដែនដីនៃទីក្រុងទេវតាកាំងស៊ីនហើយកន្លែងនេះមានអារម្មណ៍ថាដូចជាខ្លាំងជាងដែនដីទេវតាហ៊ីនឌីនទៅទៀតងាកមកខាងក្រៅក៏បានឃើញនៅរូបសំណាកមួយពលប្រកបមានការងឿងឆ្ងល់នៅក្នុងទីក្រុងទេវតាហ៊ីនឌីនគឺគោរពនៅរូបសំណាករបស់ហ៊ីនឌីនក៏ប៉ុន្តែនៅក្នុងទីក្រុងទេវតាកាំងស៊ីនបែរជាគោរពនៅរូបសំណាករបស់មនុស្សស្រីម្នាក់នេះទៅវិញ
តែនេះគឺចេតនាទៅបងប្អូនគាត់មិនខ្វល់នោះទេសង្ស័យតែជាមេដឹកនាំរបស់ពួកវាអញ្ចឹងគាត់ទៅតែបំផ្លាញចោលលើកដាវចូលទៅហើយតាន់យ៉ាងប្រាប់ថាឲ្យជប់សិនតាន់យ៉ាងក៏ចាប់ផ្ដើមឈឺក្បាលជាខ្លាំងការចុចចាំបកគាត់ក៏បានបង្ហាញឡើងវិញម្ដងទៀតដោយម្នាក់ស្រីនោះបាននិយាយថាសន្យា100,000 ឆ្នាំគឺនាងបានរក្សាតងនាងនឹងមិនសម្លាប់អ្នកណាទៀតនោះទេដើម្បីតែលោកឥឡូវនាងបានផ្លាស់ប្ដូរហើយពីមុននាងគឺជាបិសាចស្រីឃាតករដែលកាយសាហាវតែឥឡូវនេះនាងបានផ្លាស់ប្ដូរដោយសារតែឋានយ៉ាននឹងឯងឬក៏ទេវតាហុងមឹងឋានយ៉ានមានការសង្ស័យគឺស្ថិតនៅក្នុងកន្លែងតែមួយក៏ប៉ុន្តែជីវិតផ្សេងគ្នាអាចជាគាត់បានជួបនាងកាលពីជាតិមុនក៏ប៉ុន្តែមិនដឹងថាជាតិណានោះទេមានអារម្មណ៍ថាតួអង្គឯករបស់យើងនេះគឺស្រីច្រើនខ្លាំងមែនទេមិនដឹងថាប្រពន្ធប្រមាណនៅពិតប្រាកដនោះទេអាចជាចូល10ជាងអ្នកបាទហើយស្អីទាំងមួយយើងក៏ស្លេកតែប៉ុណ្្នេះ